បន្ទាប់ពីគេដឹងថាខ្ញុំជាកូនស្រីខ្លាំងមិត្តរួមថ្នាក់ទាំងអស់រំភើបយ៉ាងខ្លាំងគេមិនមែនចង់ចំអកឲ្យខ្ញុំទេតែគេអាចមើលឃើញអ្នកក្រមានរូបរាងដូចម្ដេចទីបំផុតមានអ្នកយកជំនួយសម្រាប់អ្នកក៏ឪពុកម្ដាយចិញ្ចឹមក៏មិនមែនជាមនុស្សឆ្លើយដូចក្នុងរឿងទេគេឆ្លើយហើយដេញខ្ញុំចេញពីផ្ទះភ្លាមប្រឈមមុខនឹងពាក្យពីរោះរបស់កូនស្រីពិតគ្មាននរណាម្នាក់យកចិត្តទុកដាក់នឹងគាត់ទេផ្ទុយទៅវិញគេសួរខ្ញុំអំពីគម្រោងរបស់ខ្ញុំផឹកតែក្តៅមួយក្តាប់ដោយសារកូនស្រីពិតរបស់អ្នកត្រឡប់មកវិញខ្ញុំក៏ត្រូវទៅរកឪពុកម្ដាយពិតរបស់ខ្ញុំទោះបីជាខ្ញុំចូលចិត្តគាត់ណាស់គាត់ធ្វើការយ៉ាងច្បាស់លាស់អកុសលគ្មានទំនាក់ទំនងឈាមទេទោះបីជាចិត្តទូលាយសមរម្យក៏មិនអាចស្មើនឹងតម្លៃរបស់កូនស្រីពិតដែរផ្លាស់ទីលំនៅក្នុងរយៈពេលកន្លះខែពេលនោះនឹងឲ្យអ្នក3លានអ្វីផ្សេងទៀតអាស្រ័យលើខ្លួនឯងពេលដូច្នេះចางស៊ីនយ៉ានដែលនៅក្បែរនោះស្រែកឡើង3លានពេលនេះទឹកមុខដែលហាក់ដូចជាអន់ចិត្តរបស់គាត់បានរលាយបាត់អស់ហើយជំនួសដោយភាពខូខើខ្លាំងមានបញ្ហាអ្វីទេជាងហ្វូសម្លឹងមើលគាត់យ៉ាងត្រជាក់ទោះបីជាប្រឈមមុខនឹងកូនស្រីបង្កើតក៏ដោយភ្នែករបស់គាត់ក៏គ្មានអារម្មណ៍ប្រែប្រួលអ្វីដែរសម្ពាធរបស់អ្នកមានអំណាចដូចជាសត្វសាហាវគ្រាន់តែក្រសែភ្នែកមួយក៏ធ្វើឲ្យចางស៊ីនយ៉ានភ័យញ័រក្នុងចិត្តយ៉ាងយីងខ្ញុំផឹកតែក្រហមដែលទើបត្រាំមួយក្តាប់សង្កត់ជ្រុងមាត់ដែលកំពុងងើបឡើងអញ្ចឹងសូមអរគុណលោកជាងគុណធម៌នៃការចិញ្ចឹមបីបាច់អស់រយៈពេល17ឆ្នាំខ្ញុំនឹងចងចាំក្នុងចិត្តទោះបីជាការសន្យាមួយក៏ដោយគ្រាន់តែបានយក3លានទោះខ្ញុំចាក់ចេញពីជាងជាក៏មិនធ្វើឲ្យគ្រួសារជាងមានផលប៉ះពាល់អវិជ្ជមានដែរនេះហើយជាគ្រួសារជាងគ្មានមនុស្សធម៌ទេមនុស្សទាំងអស់គិតតែពីផលប្រយោជន៍ភាពកក់ក្ដៅនៅទីនេះគ្មានតម្លៃទេប្រមូលរបស់ឲ្យពេលវាំងនាំអ្នកទៅទីនោះខ្ញុំដាក់ពេងតែហើយក្រោកឡើងទៅជាន់លើទើបតែដើរទៅដល់មាត់ជណ្ដើរពីក្រោយខ្ញុំកយសំឡេងប្រញាប់ប្រញាល់របស់ជាងស៊ីនយ៉ានយកឪពុកចិញ្ចឹមធ្វើជាគំរូផ្ទះតូចណាស់បើអ្នកយកអីវ៉ាន់ច្រើនពេកទៅប្រហែលជាគ្មានកន្លែងដាក់ទេហើយគ្រួសារគាត់ក្រណាស់របស់ប្រណីតទាំងនោះអ្នកក៏មិនបានប្រើដែរការជួបលើកដំបូងនឹងផ្ដល់ឲ្យពួកគេទុកចំណាប់អារម្មណ៍មិនល្អក្នុងរូបភាពនិងក្រៅរូបភាពគឺគ្រាន់តែមិនចង់ឲ្យខ្ញុំយករបស់របរគ្រួសារជាងទៅម្ដាយជាងក្រញាំងចិញ្ចាមដោយមិនពេញចិត្តរបស់បន្តិចបន្តួចនោះគ្រួសារជាងមិនចាប់អារម្មណ៍តតែសោះបើស៊ីនយ៉ានមិនឲ្យស៊ិនស៊ីងលីនយកទៅវិញបើចេញទៅវិញវាធ្វើឲ្យគ្រួសារជាងមើលទៅឈ្នានីសគាត់ក្រឡេកមើលទឹកផ្លែប៉ដែលដាក់នៅក្បែរហើយឡើងទៅជួយរបស់ដែលគាត់មិនយកទៅគាត់បោះចោលទាំងអស់ជាងឈានៀនបញ្ឈប់ខ្ញុំភ្លាមញឹមយ៉ាងកំ pl ែងតើត្រង់ឡើងជណ្ដើរយកកាបូបស្បែកជៀមតូចមួយតែឯកសារសំខាន់និងទូរស័ព្ទឡៃសែនសូមផ្ញើឯកសណ្ឋានសាលារបស់ខ្ញុំទៅផ្ទះសែនចំណែកឯរបស់ផ្សេងទៀតខ្ញុំមិនបានយកទេបន្ទាប់មកចាក់ចេញពីគ្រួសារជាងដោយមិនមានអាឡោះអាល័យដើមឡើយគ្រងនឹងរត់ចេញពីគ្រួសារជាងក្រោយពេលពេញវ័យការលេចមុខរបស់ជាងឈានៀនធ្វើឲ្យផែនការរបស់ខ្ញុំមុន1ឆ្នាំប៉ុន្តែក៏ផ្ដល់ឲ្យខ្ញុំនៅហេតុផលដែលសមរម្យជាងពិតជាគិតថាគ្រួសារជាងជាកន្លែងល្អមែនទេប្រហែលជាសម្រាប់ក្មេងប្រុសវាជាសាជីជ្រុងនៃការដេញតាមគិតនាមនិងលៀបប៉ុន្តែសម្រាប់ក្មេងស្រីទីបំផុតក៏គ្មានអ្វីក្រៅពីខ្លាយជាឧបករណ៍រៀបការដើម្បីផលប្រយោជន៍ដើមទុនចូលសង្ឃទេខ្វាន់ហើយតែងឆ្លំសង្ឃស៊ីស៊ីហ្គេត្រហានខាងគិនហេនគីតគីវកែជិកសៀឆេ Truck sang kuden kersak ទីណានជិបលៃត្រនដយរិតញ៉ាងធំសិនធំtil chiskaka a chen cho conal tumo con ge rat cam chat the mingi thang tang bis te tai con mc gang het vingol kter ling songs thum vai castra mai tivon ne kanglon nang kith thai sang rat chem cat thum hein ging ning rat cho tam sien kim jai on kittens tai hai tai nan lai sink summon cj conal tumo ve ខ្ញុំបានផឹកទឹកត្រជាក់ដែលមានរសជាតិដែកទោះបីវាមិនសូវឆ្ងាញ់ក៏ដោយក៏មិនបានបង្ហាញការមិនពេញចិត្តស្ថានភាពទូទៅជាងស៊ីនយ៉ានប្រហែលជាបានប្រាប់អ្នកហើយឪពុកនិងម្ដាយសេនបានមកក្បាលដោយមិនដឹងអ្វីក្នុងពេលតែមួយមុននេះក្រុមបរិសស្លៀកឈុតខ្មៅមួយក្រុមបាននាំស៊ីនយ៉ានចេញទៅដោយនិយាយថាគាត់ជាកូនរបស់គ្រួសារជាងចង់យកគាត់ត្រឡប់ទៅវិញរឿងមិនទាន់ដឹងច្បាស់ទេស៊ីនយ៉ានក៏ដើរតាមពួកគេទៅដោយមិនងាកមើលរហូតដល់ពេលនេះក៏គ្មានដំណឹងអ្វីដែរគាត់ក៏មិននឹកស្មានថាវានឹងកើតឡើងបែបនេះខ្ញុំនឹងជាងស៊ីនយ៉ានកើតហើយត្រូវបានគេដូរ10ដងហើយខ្ញុំទេដែលជាកូនស្រីពិតប្រាកដរបស់ពួកគេពេលនេះពេលប្រឈមមុខនឹងកូនស្រីពិតដែលថ្លៃថ្នូរពួកគេក៏ក្លាយជាមនុស្សអៀនបន្តិចខ្ញុំក៏ចាប់ផ្ដើមនិយាយដើម្បីបំបែកភាពស្ងៀមខ្ញុំបានមើលឯកសាររបស់គ្រួសារសេនរួចហើយតើអ្នកគ្មានសំណួរចង់សួរខ្ញុំទេតើអ្នកចូលចិត្តញ៉ាំអ្វីខ្ញុំទៅផ្សារទិញបន្លែមកធ្វើបាយឲ្យអ្នកខ្ញុំប្រាប់ថាខ្ញុំមិនរើសទេសិនមូសម្រាប់ចិត្តទៅផ្សារបន្លែភ្លាមឲ្យសិនហ្វូទូរស័ព្ទហៅកូនឯទៀតមកវិញរីឯខ្ញុំវិញក្រោកមើលជុំវិញមិនអីទេឲ្យខ្ញុំមើលបន្តិច
ក្រោយពីបានអនុញ្ញាតខ្ញុំពាក់ស្បែកជើងខ្ពស់ដើរលេងក្នុងផ្ទះត្រឡប់មកបន្ទប់ទទួលភ្ញៀវអង្គុយក៏នៅស្ងៀមឥតចប់ របស់របរក្នុងផ្ទះយើងអ្នកក៏បានឃើញហើយបើអ្នកមានកន្លែងល្អជាងមិនបាច់បង្ខំខ្លួនឯងនៅទីនេះទេ សង្កេតឃើញអារម្មណ៍សិនហ្វូដែលសោកសៅខ្ញុំមិនបានទៅលួងលោមទេខ្ញុំនៅបន្ទប់ជាមួយបងស្រីរបស់ដែលមិនមែនជារបស់ខ្ញុំនិងបងស្រីនៅក្នុងនោះអាចបោះចោលទាំងអស់ទេសិនហាវមីងកំពុងជូតដៃឲ្យប្អូនប្រុសឬពាក្យនេះសម្លឹងមើលគ្នាទៅវិញទៅមក ស៊ីនលីងចង់មកនៅពិតជាត្រូវសម្អាតបន្ទប់ឲ្យអ្នកឧស្ណែនសំខងថៃសៃដិនខែហឹងហៀនរ៉ៃផ្ទៃ Trump Tang Down Sinen Nan Trump Homing. Nji Thang. Nji Chiu Kangan Gen Nat Chingle Trump Homing. And ye why. Nang Vi Chip Nuns that I am gay. Sen Kith Nantum M Kangan Gen Y. Fithead. Some Ang Tray. Trump I Tum Ga Try Gingski. Trump Hanging Give Trump Homing Trong Panging. Dintip Kangan Gen Y. Trump Me Caught Din Panging Chat. Look Ray Kaini Jang. Tingoy Gate Rock Hang Mang Dil Han Logis. By Gate Turn Jage Satin. My Vising Fact Trong Nuasamai. នឹងខន Novatify Time More Vibe សិនបនរនហានមួយគេសឹងរួចមកគ្រប់គ្នាក៏ចូលគេងពេលភ្ញាក់នៅព្រឹកបន្ទាប់អាហារពេលព្រឹកគឺមីសុទ្ធដែលស៊ឿនមូធ្វើពួកយើង4នាក់អង្គុយជុំគ្នានៅតូចៗក៏សប្បាយចិត្តដែរក្រោយពីញ៉ាំអាហារពេលព្រឹកស៊ឿនហាវមីងក៏ចេញទៅធ្វើការក្រៅម៉ោងខ្ញុំក៏រៀបការបូកខ្លួនឯងរួចចេញពីបន្ទប់មកម៉ាក់សូមឲ្យសៀវភៅគ្រួសារមកខ្ញុំបានទេខ្ញុំត្រូវទៅប្រគល់សៀវភៅគ្រួសាររបស់ខ្ញុំចេញពីគ្រួសារជាងបានចាំបន្តិចខ្ញុំនឹងយកមកឲ្យយកសៀវភៅគ្រួសារខ្ញុំសន្យាថានឹងត្រឡប់មកញ៉ាំបាយពេលល្ងាចរួចក៏ចេញទៅឆ្លងកាត់ផ្លូវប្រសពសារឡានម៉ាយបាក់ខ្មៅមួយឈប់ទីនេះខ្ញុំទាញទ្វារខាងក្រោយបើកខ្ញុំចូលឡានក្មេងប្រុសនៅក្បែរខ្ញុំមានមុខមាត់ទន់ភ្លន់ភ្លឺស្វាងនិងស្វាហាប់តាំងពីគាត់ឃើញខ្ញុំពីចម្ងាយគាត់មើលមកខ្ញុំមិនដែលបង្វែរភ្នែកចេញនាងស្រីឲ្យចិត្តអាក្រក់ណាស់រឿងធំបែបនេះនាងមិនប្រាប់ខ្ញុំសោះអ្នកនៅបរទេសនិយាយទៅហើយអីដឹងហើយថានឹកខ្ញុំអញ្ចឹងទើបមកខឹងខ្ញុំអស់សម្ដីហើយក៏គួរឲ្យសើចគូយ៉ាន់ឆេនអ្នករៀនពីណាឲ្យចេះនិយាយអួតខ្លួនឲ្យមិនអាចធ្វើអីបានទេម្ចាស់កូនស្រីយូរហើយមិនតាក់ទងខ្ញុំទេខ្ញុំត្រូវតែលួងលោមខ្លួនឯងខ្ញុំអស់សម្ដីហើយចុកដៃគាត់ល្មមហើយកុំសម្ដែងទៀតឈប់លេងសើចអ្នកសម្រេចចិត្តនៅទីនោះហើយឬខ្ញុំស្ងាប់មួយដងហើយផ្អែកលើស្មាគូយ៉ាន់ឆេនភ្លាមនោះខ្ញុំក៏ដកសៀវភៅគ្រួសារពីកាបូបមកឲ្យគាត់សូមរំខានលោកគូយ៉ាន់ឆេនទទួលរួចបោះទៅកៅអីអ្នករួមដំណើរខាងមុខភ្លាមចាំបន្តិចចាត់គេឲ្យទៅធ្វើឯកសារគឺធំក្លិនលើខ្លួនគូយ៉ាន់ឆេនខ្ញុំសម្រាកបន្តិចម្ដងក្តារក្រែរឹងពេកពេញមួយយប់គេងមិនបានល្អស្អែកនេះចាត់គេឲ្យដឹកជញ្ជូនរបស់ចាំងសិនទៅយប់នេះមកស្នាក់នៅផ្ទះខ្ញុំសិនក្រោយពីគូយ៉ាន់ឆេននិយាយចប់គាត់មិននឹសំឡេងខ្ញុំទេគាត់បន្ទាបក្បាលបន្តិចមើលមួយក្រឡេកឃើញថាខ្ញុំដេកលក់ហើយគាត់ញឹមដោយអស់សង្ឃឹមមើលទៅអ្នកបើកបរបង្កើនសីតុណ្ហភាពម៉ាស៊ីនត្រជាក់ឲ្យខ្ពស់បន្តិចមិត្តជិតស្និទ្ធនៅក្បែរខ្ញុំគួរសំណាស់ទុកចិត្តបំផុតគឺគូយ៉ាន់ឆេនដែលស្គាល់គ្នាតាំងពីអាយុ2ឆ្នាំនៅក្បែរគាត់ខ្ញុំអាចដេកលក់យ៉ាងសុខសាន្តពេលភ្ញាក់ពីគេងខ្ញុំបានដល់ភោជនីយដ្ឋានលោកខាងលិចហើយខ្ញុំកំពុងផឹកទឹកកាបូនបន្តិចគ្រួសារជាងមើលទៅខាងក្រៅមានភាពរុងរឿងគ្មានទីបញ្ចប់ប៉ុន្តែតាមពិតគឺជាទីអន្តរាយជាងស៊ីនយ៉ានថ្ងៃក្រោយទំនងជានឹងរងទុក្ខគូយ៉ាន់ឆេនកាត់សាច់គោអាំងជាដុំតូចទាំងអស់តាក់នៅពីមុខខ្ញុំរួចចាប់ឱកាសបដូរយកចានរបស់ខ្ញុំដែលមិនទាន់បានញ៉ាំទេនោះរឿងទាំងនោះមិនសំខាន់ទេមិនថាយ៉ាងណាទេអ្នកអាចចាក់ចេញពីគ្រួសារជាងគឺជារឿងល្អរៀបចំអស់2ឆ្នាំក៏មិនមែនចាំឱកាសនេះទេនាងធំមានសមត្ថភាពដោះស្រាយបញ្ហាណាមួយទៅមួយជំហានមើលមួយជំហានគ្រាន់តែធ្វើបែបនេះទេម៉ោង5ល្ងាចគង់យ៉ាន់ឆេននាំខ្ញុំត្រឡប់ទៅអ្នកបើកឡានបានធ្វើឯកសារបដូរសម្បត្តិស្នាក់នៅរួចរាល់ហើយប្រកួតសៀវភៅសម្បត្តិស្នាក់នៅពីក្បាលមកឲ្យខ្ញុំវិញខ្ញុំថែមទាំងខ្ជិលមើលតតចូលក្នុងកាបូបតែម្ដងឡាននៅឈរនៅផ្លូវកាត់ខាងក្រោយផ្សារបន្លែដូចដើមខ្ញុំយកកាបូបដាក់ហើយចេញទៅថ្ងៃនេះអ្នកក៏ហត់ដែរត្រឡប់ទៅវិញសម្រាប់ឆាប់គួរឲ្យអារម្មណ៍ណាស់នាងធំចេះអាណិតខ្ញុំហើយដូច្នេះក្រោយមកមិនខ្វល់ទៀតទេអាហារល្ងាចសម្បូរបែប5មុខម្ហូបមួយស៊ុបនៅលើតែតូចនេះហាក់ដូចជាចង្អៀតណាស់ក្រោមការសម្លឹងមើលដោយសង្ឃឹមរបស់ព្រះមាតាខ្ញុំដាក់សាច់គោមួយដុំចូលមាត់ឆ្ងាញ់ព្រះមាតារីករាយយ៉ាងខ្លាំងនាងដាក់បាយឲ្យខ្ញុំឥតឈប់បើចូលចិត្តញ៉ាំឲ្យច្រើនទៀតពេលក្រោយចង់ញ៉ាំអីប្រាប់ខ្ញុំនឹងធ្វើឲ្យមើលចានដែលមានបាយកុលឡើងខ្ញុំភ្ញាក់ផ្អើលមួយផ្លែតរួចញ៉ាំបន្តិចអរគុណម៉ាក់បាយល្ងាចទើបតែចប់ខាងក្រៅកយសំឡេងគោះទ្វារអ្នកណាព្រះមាតាគោះទ្វារក៏ឃើញថាមានកម្មករពាក់ឯកសណ្ឋានប៉ុន្មានអ្នកឈរនៅមាត់ទ្វារសួស្ដីតើនេះផ្ទះអ្នកនាងលីទេព្រះមាតាងឿងឆ្ងល់ស្រួយចិញ្ចើមរួចក៏គ្រវីក្បាលអ្នករកខុសផ្ទះហើយផ្ទះទាំងនេះគ្មាននាមត្រកូលលីទេ
កម្មករបានមើលអាសយដ្ឋាននៅលើក្រដាស ហើយបានងើយមើលផ្ទាំងលេខផ្ទះ1261បញ្ជាក់ម្ដងទៀតគឺផ្ទះអ្នកនឹងទេ ខ្ញុំទៅតែចេញពីបន្ទប់ទឹកឬសំឡេងដូច្នេះឈប់មិនទៅទៀតបានដើរទៅរុញទ្វារដែកគឺខ្ញុំមកដឹកក្រែមិនទេ បាត់ចាស់យើងត្រូវយកក្រោយចាស់ចុះទៅមុនក្រោយមកទើបយកក្រោយថ្មីមកដាក់ឡើង ល្អខ្ញុំឈប់អៀងទៅម្ខាងឲ្យមនុស្ស2 3នាក់ចូលទៅមនុស្ស2 3នាក់នៅក្នុងបន្ទប់ទទួលភ្ញៀវនៅតែញឿងឆ្ងល់ម្ដាយប្រតិកម្មមុនគេឲ្យលឿនទៀតចូលទៅក្នុងបន្ទប់កូនស្រីខ្ញុំទៅរៀបរបស់របរនៅក្នុងបន្ទប់ចេញមុនខ្ញុំក៏ដើរតាមចូលទៅយកប្រអប់នៅក្រោមគ្រែរបស់ស៊ិនស៊ីនយ៉ាវចេញមកស្អាតល្អនឹងអីធៀបមិនសំខាន់ប៉ុន្តែខ្ញុំបានឃើញប្លង់ផ្ទះមួយមើលទៅគ្រឿងសម្ពាធគឺច្បាស់ណាស់គឺគ្រប់កន្លែងទាំងអស់ក្នុងបន្ទប់នេះ Yusuban Vic cheated it my manited turn news and goich kangse so I on jang trong katham hang giu mit sing veni for lum sung move ban Vic night the chine get nevai thay nang hai ban gexten sam thai sang teach pnitang to ban vemt sit trong in thoi tham de che quite and calm sin j cho ban lum nay cam hay cam mind j to say ging smangai nan command j thinking my von look thai say kong ging my ton sin lon the cell truck is sangum giusa nan pat obet kong ging nai bang gisi chen then say ki chim to hoven chiu ge check chin kang her tip bio vo no sign ging kai thai nan he turn sin nam hon tonska sim he nai ge tai and hey trio mit say ging cow sip tin vai trong sin in by my mind vong ka ging na chum side ka ho vo ki chat sing nan nang chingop ging mai kong rai lai kong chang mang lam bibin chit liu sang go gisi chen ben sang si chim kak the sang ting ko say ben min vai sang phai hey trong my checking gan vi se bichin ga james sang they might Michael yut quite and tasting gon hey kang sao phai chang kong terat sai bit mang vion jay kavo ben lay sang nana het vrai tang chin gen they signum kiko amando chi ka che vong tame sai gan ba trio ផ្លូវចិត្តម៉ាក់ពុកតម្លៃថោករបស់អ្នកក៏មានម៉ូដល្អដែរមិនចាំបាច់ចំណាយលុយច្រើនម្លេះដើម្បីគេងទេខ្ញុំនៅស្ងៀមកន្លះវិនាទីរួចខ្ញុំញ៉ាំបន្តិចខ្ញុំគេងមិនលក់ស្រួលទេតម្រូវការលើក្រែគឺខ្ពស់ណាស់ពេលដូច្នេះសេនមូក៏ស្ទើរក្អកហើយអ្នកផ្សេងទៀតភាពងឿងឆ្ងល់ជាច្រើនដែលជាប់ក្នុងបំពង់ក៏ត្រូវលេបចូលទៅនៅសល់មួយសប្តាហ៍កន្លះទៀតទើបបើកសាលារៀនសេនយូឈួននឹងចាប់ផ្ដើមធ្វើកិច្ចការផ្ទះពេលចុងក្រោយខ្ញុំបានទៅបន្ទប់របស់ប្អូនប្រុសនៅក្បែរនោះខ្ញុំជួយបង្រៀនគាត់អ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលគឺការសរសេរអក្សរផ្ចង់ប្រភេទកៃស៊ូរបស់គាត់ស្អាតនិងស្រស់ខ្ញុំមិនអាចទុកបានក៏លើកចិញ្ចើមសេនយូឈួនងាកក្បាលមកមើលខ្ញុំជាឯកសារយោងខ្ញុំមានស្នាដៃសរសេរអក្សរផ្ចង់ដោយប្រើពេជ្រទុនដែលខ្ញុំសរសេរក្នុងថ្នាក់រៀនចំណងចំណូលចិត្តដាក់ក្នុងប្រអប់ក្រដាសនៅក្រោមគ្រែវិញ្ញាណខ្ញុំបានដាក់ចុះសៀវភៅហាត់សរសេរទៅទាញប្រអប់ក្រដាសនៅក្រោមគ្រែចេញមកក្រដាសសៀនពេញមួយប្រអប់ដែលបានសរសេរហើយមានអក្សរកៃស៊ូនិងអក្សរហាងស៊ូក្មេងនេះហាក់ដូចជាមានទេពកោសល្យយូឈួនហេតុអ្វីបានជាអូនទៅរៀនសរសេរអក្សរផ្ចង់មនុស្សដែលសរសេរអក្សរស្អាតមើលទៅពូកែណាស់ប៉ាក៏បាននិយាយថាការហាត់សរសេរអក្សរអាចបណ្ដុះបណ្ដាលការផ្ចង់អារម្មណ៍និងការគ្រប់គ្រងខ្លួនឯងមនុស្សដែលមានគុណសម្បត្តិទាំងពីរនេះធ្វើអ្វីក៏នឹងងាយស្រួលជោគជ័យជាងខ្ញុំទទួលស្គាល់ការនិយាយបែបនេះអញ្ចឹងអូនចូលចិត្តសរសេរអក្សរផ្ចង់ទេចូលចិត្តខ្ញុំនឹងក្លាយជាអ្នកសរសេរអក្សរផ្ចង់ដ៏ល្បីបងស្រីទី2កុំមើលស្រាលថាខ្ញុំរៀនតែ2ឆ្នាំណាខ្ញុំតំណាងសាលាចូលរួមការប្រកួតសរសេរអក្សរផ្ចង់យុវជនថ្នាក់ស្រុកបានឈ្នះរង្វាន់ទី1ពូកែមែននិយាយចប់ក៏ដាក់ក្រដាសសៀនមួយដុំនោះចូលក្នុងប្រអប់ក្រដាសកាតុងវិញលើកប្រអប់ក្រដាសកាតុងដោយដៃម្ខាងហើយដើរចេញទៅមកជាមួយខ្ញុំសេនយូជួនភ្ញាក់ផ្អើលមួយភ្លេតគាត់ទម្លាក់ប៊ិចហើយប្រញាប់ប្រញ័រដើរតាមចេញមកឃើញខ្ញុំយកពន្លត់ភ្លើងនៅក្នុងបន្ទប់ទទួលភ្ញៀវគាត់ដើរតាមបងស្រីទី2ដោយជំហានតូចអ្នកយកក្រដាសសរសេររបស់ខ្ញុំទៅណាខ្ញុំមិនបានឆ្លើយសំណួរគាត់ទេខ្ញុំអូសប្រអប់ក្រដាសទៅសួនច្បារខាងក្រោមសេនយូជួនយំដោយក្តីអស់សង្ឃឹមខ្ញុំយកប្រអប់ក្រដាសបានគប់ចូលទៅក្នុងជ្រុងសួនច្បារដែលអ្នកភូមិប្រើសម្រាប់ដុតក្រដាសបូជានៅពេលបុណ្យឈីងមីងចាប់យកក្រដាសមួយដួងប្រើពន្លត់ភ្លើងដុតរួចគប់ចូលទៅដែរភ្លើងឆេះរាលដាលភ្លើងឆេះប្រអប់ក្រដាសទាំងមូលសេនយូជួនមិនអាចរារាំងខ្ញុំទាន់ទេអ៊ូបងស្រីទី2ហេតុអ្វីបានជាអ្នកដុតវាទាំងនេះជារបស់ដែលខ្ញុំទុកស្រឡាញ់សំឡេងយំខ្លាំងនិងផ្សែងខ្មៅក្រាស់នឹងធ្វើឲ្យអ្នកលេងកំសាន្តក្នុងសួនពូមីងចាស់ទាំងអស់ក៏មកចាប់អារម្មណ៍សេនយូជួនយំរហូតខ្លួនញាប់ញ័រខ្ញុំក៏មិនយកចិត្តទុកដាក់នឹងការសម្លឹងមើលរបស់អ្នកដទៃយកអំបោះសាធារណៈដែលនៅក្បែរនោះជ្រលក់ទឹកបន្តិចហើយសរសេរនៅលើដីយ៉ាងមានជីវិតសេនយូជួនក៏ភ្ញាក់ផ្អើលឈប់យំសម្លឹងមើលពាក្យពីរថានៅលើដីយូរណាស់មិនអាចងើបពីការសញ្ជឹងបានបោះអំបោះចោលហើយដើរយឺតទៅរកប្អូនប្រុស
ខ្លួនឯងដូចជាគ្មានព្រលឹងប្រសើរជាងដុតវាកម្ដៅឯងមិនចង់ខ្លាចជាអ្នកសរសេរអក្សរដ៏អស្ចារ្យទេនេះជាមេរៀនដំបូងសេនយូជួនសម្លឹងមកខ្ញុំត្រង់ពិបាកយល់អត្ថន័យជ្រៅនៃអ្វីដែលខ្ញុំគូការសរសេរអក្សរជាសិល្បៈជាការបង្ហាញអារម្មណ៍មិនមែនគ្រាន់តែចម្លងទេឬសរសេរក្នុងថ្នាក់អាចឈានដល់កម្រិតនោះឯងមានទេពកោសល្យណាស់ពិចារណាឲ្យបានច្បាស់នៅអ្វីដែលខ្ញុំនិយាយប៉ុន្មានថ្ងៃទៀតនឹងនាំអ្នកទៅជួបមនុស្សម្នាក់ជួបអ្នកណាខ្ញុំក្រោកឈរហើយស្ទាបក្បាលគាត់មិត្តភ័ក្តិរបស់ខ្ញុំម្នាក់ជាអ្នកសរសេរអក្សរផ្ចង់បានភ្ជាប់មកយ៉ាងចំណោទព្រឹកព្រលឹមថ្ងៃបន្ទាប់យើងទៅហាងអាហារពេលព្រឹកនៅមាត់ផ្សារជាមួយគ្នាញ៉ាំស្រាលយប់មិញខ្ញុំបានទូរស័ព្ទទៅគូយ៉ានឆេនរួចហើយខ្ចីអ្នកបើកបររបស់គាត់មកប្រើពេលនេះឡានបានឈប់នៅផ្លូវបំបែកកាលពីម្សិលមិញហើយកំពុងរង់ចាំបន្ទាប់ពីនិយាយលាសេងមួយរួចយើងក៏ចេញដំណើរសេងយូឈួនយប់មិញរំភើបពេញមួយយប់មិនសូវបានដេកថ្ងៃនេះក៏ក្រោកពីព្រលឹមពេកពេលនេះដេកលើកៅអីខាងក្រោយចូលទៅក្នុងដំណេកផ្លូវដំណើរធុញបន្តិចខ្ញុំបើកមើលព័ត៌មានហិរញ្ញវត្ថុថ្ងៃនេះដោយធុញទ្រាន់ងួយយ៉ាងងួយក៏ដេកលក់ដែរពេលភ្ញាក់ឡើងបានទៅដល់គោលដៅហើយខ្ញុំទេកំភ្លៀងប្អូនប្រុសដែលកំពុងដេកលក់ស្កប់ស្កល់ឈ្មោះយីឈួនថាដល់ហើយសេងយូជួនបើកភ្នែកមើលទេសភាពក្រៅបង្អួចកូនភ្នែករីកធំបងស្រីទី2នេះជាកន្លែងណាផ្ទះមិត្តភ័ក្តិមុខគឺជាកន្លែងមួយនៅជាប់ភ្នំនឹងទឹកទីធ្លាដែលមានឥដ្ឋពណ៌ខៀវនិងក្បឿងពណ៌បៃតងតាមផ្លូវថ្មក្រាលឆ្លងកាត់អាងទឹកក្នុងអណ្ដូងទៅដល់អគារធំបុរសចំណាស់ម្នាក់ដែលមានសក់ស្កើពេញក្បាលតែរាងកាយនៅតែរឹងមាំអង្គុយលើកៅអីតាស៊ឺនៅក្រោមរានហាបិទភ្នែកសម្រាកឪពុកចាស់ឬសំឡេងដែលធ្លាប់ស្គាល់ឪពុកចាស់ក្រោកឈរយ៉ាងលឿនគាត់ក្រោកឡើងយ៉ាងលឿនតើយ៉ាងលឿនមកទាដៃមួយទៅលើដៃខ្ញុំនាងអាក្រក់ឯងគ្មានសតិសម្ពញ្ញៈនៅចាំមកលេងខ្ញុំផងប្រាប់មកខ្ញុំមិនបានជួបឯងយូរប៉ុណ្ណាហើយអញខ្ញុំមកហើយណាស់ហើយថែមទាំងយកមនុស្សមានទេពកោសល្យមកឲ្យទៀតឯងចង់បានទេបើមិនចង់បានខ្ញុំទៅហើយនិយាយចប់ហើយខ្ញុំក៏ងាកចេញទៅលោកតាក៏ប្រញាប់ទាញខ្ញុំឲ្យខ្ញុំបរោះចំណាស់ម្នាក់នៅទីនេះធុញស្លាប់អ្នកមកលេងម្ដងកំរណាស់នៅជាមួយខ្ញុំបន្តិចទៀតផងខ្ញុំក៏សម្លឹងមើលគាត់ដោយក្តីអន់ចិត្តទាញស៊ឿនយូជន់ដែលលាក់ខ្លួនពីក្រោយខ្ញុំចេញមកនេះជាប្អូនប្រុសរបស់ខ្ញុំសួស្ដីលោកតាក៏កាន់ថ្ពាល់ក្មេងដោយភ្នែកពោពេញដោយក្តីស្រឡាញ់អីចេញគុណស្រាប់តែដឹងខ្លួនក៏បិទស្នាមញឹមសម្លឹងមើលខ្ញុំដោយទឹកមុខធ្ងន់ធ្ងរមិនត្រឹមត្រូវទេអ្នកយកប្អូនប្រុសមកពីណារឿងនេះចាំបន្តិចទៀតខ្ញុំប្រាប់ជក់នឹងទឹកខ្មៅរបស់អ្នកណែណាលោកតាក៏ប្រញាប់ទៅយកកន្ត្រកតូចមួយជក់សរសេរមានទំហំផ្សេងទុំទឹកខ្មៅនិងទឹកខ្មៅក្រដាសសួនក៏ត្រូវបានរៀបចំរួចរាល់ជ្រើសរើសបន្ទប់ទំនេរមួយដែលមានតុខ្ញុំឲ្យសេងយូជួនលេងនៅទីនេះយឺតហើយគូរូបមួយដែលឯងពូកែជាងគេបន្ទាប់មកក៏ទៅជាមួយឪពុកចាស់ទៅឈប់នៅទីធ្លាផឹកតែនិយាយលេងបន្ទាប់ពីស្ដាប់រឿងកូនស្រីคล้ายឪពុកចាស់ថ្ងាសជ្រួញជាអសរឈួនមិនក៏មានរឿងមិនសមហេតុផលនឹងគួរឲ្យខ្ពើមយ៉ាងនេះសូម្បីតែកូនស្រីអ្នកក៏អាចខុសបានប៉ុន្តែឯងអាចចាក់ចេញពីគ្រួសារជាងក៏ល្អដែរច្បាប់ច្រើនពេកនឹងសម្រាប់ទេពកោសល្យសិល្បៈរបស់ឯងគ្រួសារសេងមានស្ថានភាពសេដ្ឋកិច្ចខ្សោយឯងមកនេះធ្វើជាសិស្សខ្ញុំចុះគ្រូនឹងនាំឯងញ៉ាំឆ្ងាញ់ផឹកហឺឈប់សង្ឃឹមទៅខ្ញុំមិនធ្វើជាសិស្សអ្នកទេឪពុកចាស់ស្រាប់តែបូមាត់ស្រួយមុខសិស្សបងទេខ្ញុំលះបង់ពេញមួយជីវិតចំពោះសិល្បៈមនុស្សអាយុចូលទៅហើយ check ten check con និស៊ីទៅសេងខាងខអញនឹងទេខេតមិនម៉ងសៅខាងគេតែយាយបូខេទេអញមិនសម័យបីឆយគេកំបាយឈឹម check មកជីងហ្វាយទីមែងឈូអញមិននឹងថៃរ៉ៃអញណៃហ្វេងកណានឹងជីងសិខេតកេតងីស្នូទិនថៃខៃអបទេគេណែងវាយទីជីងកំហាហាឆ្លៃសិនគីជានឹងវេតរ៉ាធីមឆេតហិននឹងថៃអមគេថៃសិខវេតតែរ៉ៃងវិនគិនត្រនអញវំហ្វស៊ីគុនគូខេងយាយតែអញណៃថូតថៃនឹង555 Myra អញគិតថាអ្នករកគ្នាដូចឯងទេហ៊ូលូឃើញខ្ញុំមានរូបរាងមិនខ្វល់ឪពុកចាស់ក៏គ្រវីដៃម្ដងទៀតខ្ញុំមិនអាចដណ្ដើមបានទេសម្លឹងមើលអក្សរល្បឿនឡានទីងស្អីដែលទឹកថ្នាំមិនទាន់ស្ងួតនៅលើតុលើកចិញ្ចើមបន្តិចដោយមើលមិនឃើញច្បាស់ពិតជាមានទេពកោសល្យមែនក្នុងរយៈពេលតែប៉ុន្មានថ្ងៃហាក់ដូចជាទទួលបានការយល់ដឹងខ្លះពីអ្វីដែលខ្ញុំបាននិយាយកាលពីថ្ងៃនោះប៉ុន្តែនៅតែខ្វះអារម្មណ៍មិនអាចហៅថាសិល្បៈបានទេហ្វូជីងជួនដល់តាមឃើញអក្សរល្បឿនដែលមានស្នាដៃរឹងមាំជ្រៅចូលក្នុងឈើដៃដែលពេញដោយស្នាមជ្រាបជ្រួញញាប់ញ័រមិនឈប់គាត់រៀនបានយូរប៉ុណ្ណាហើយអាយុ9ឆ្នាំអាចសរសេរអក្សរបានល្អដូចនេះប្រហែលជាត្រូវបានបណ្ដុះបណ្ដាលតាំងពីក្មេងអក្សរការ៉េ1ឆ្នាំអក្សរល្បឿន1ឆ្នាំឪពុកចាស់ដែលចេះភាសាចិនបុរាណក៏ប្រមូលផ្ដុំភ្លាមភ្នែកបែរមកសម្លឹងខ្ញុំហើយសួរឯងថាអី1ឆ្នាំអាចវឹកហាត់បានល្អយ៉ាងនេះនេះជាមនុស្សពូកែណាស់បើគាត់តាមខ្ញុំព
ពេលក្រោយនឹងក្លាយជាទ្រព្យធំ ซืนอยู่เฉวียนเอียงกบ้าโดยชงอมือเตอโฟจินเฉวียน លោកតាហ្វូការសរសេរអក្សរដុសរបស់អ្នកពូកែណាស់មែនទេពិតណាស់ទូទាំងប្រទេសខ្ញុំទទួលស្គាល់ទី2គ្មានអ្នកណាហ៊ានទទួលស្គាល់ទី1ទេចុះយូឆ្វៀនតែចង់ធ្វើជាសិស្សរបស់ខ្ញុំទេ ซืนอยู่เฉวียนสเตะสเตอร์มวยเพลกប៉ុន្តែខ្ញុំឆ្លើយជំនួសគាត់ភ្លាមមិនព្រមទេលែងទៅចោះគ្រាន់តែអ្នកនៅកន្លែងដាច់ស្រយាលបែបនេះយូឆ្វៀននៅត្រូវទៅសាលារៀនទៀតគ្រូនេះកុំយកទៅល្អជាងបើមិនអញ្ចឹងទេអ្នករយទៅនៅក្នុងទីក្រុងវិញអ្នកចាស់ហើយនៅតំបន់ជាក្រុងដាច់ស្រយាលរាប់គីឡូម៉ែត្រនេះបើមានរឿងអ្វីកើតឡើងរថយន្តសង្គ្រោះមិនទាន់ជួយអ្នកទេ លោកតាខឹងក៏គ្រវីដៃថាល្មមហើយឯងនៅក្មេងមាត់ច្រើនណាស់ ខ្ញុំគិតមើលសិនចាំឯងគិតយឺតទៅបើឯងមិនរើទេកូនសិស្សឯងប្រកាសជាបាត់ហើយបើឯងព្រមរើគូយ៉ាន់ឆិនបានរៀបចំផ្ទះឲ្យឯងរួចហើយការហៅទូរស័ព្ទមួយដងស្អែកមានគេទៅជួយឯងខ្ចប់របស់ថ្ងៃស្អែកខានមិញអាចរើបានថ្ងៃក្រោយទៀតអាចទទួលពិធីជាសិស្សបានលោកដារស់នៅទីនេះបាន7-8ឆ្នាំហើយមិនសូវសប្បាយចិត្តចង់ចាក់ចេញទេទឹកយកសឿនយូជួនទៅភ្លាមទៅមើលគាត់អង្គុយលេងដោយរីករាយដល់ម៉ោង4កន្លះល្ងាចពួកយើងទើបត្រឡប់មកវិញនៅតាមផ្លូវសឿនយូជួនរំភើបខ្លាំងណាស់មើលទៅដឹងថាគាត់ក៏ចង់ឲ្យលោកតាបង្រៀនសរសេរអក្សរផងដែរខ្ញុំចម្បងគឺចង់ខ្ចីរឿងនេះគ្រាន់តែបង្ខំលោកតាឲ្យត្រឡប់មករស់នៅក្នុងទីក្រុងវិញលោកតាមានគុណព្យាបាលខ្ញុំក៏មិនចង់ឲ្យគាត់រស់នៅឯកោនៅតំបន់ដាច់ស្រយាលនោះរហូតដល់ចាស់ស្លាប់ពេលត្រឡប់មកផ្ទះវិញក៏ទាន់ពេលញ៉ាំបាយឈុនយូឈួនមានអារម្មណ៍រីករាយយករឿងថ្ងៃនេះប្រាប់បានទាំងអស់ហើយប្រាប់ថាខ្លួនចង់រៀនសរសេរអក្សរផ្ចង់ជាមួយលោកតាហ្វូអ៊ីដល់ចប់អ្នកឯទៀតមនុស្សទាំងអស់មិនដឹងថាលោកតាហ្វូនេះជានរណាទេសុទ្ធតែបែរមកមើលខ្ញុំលេបបាយនៅក្នុងមាត់យូឈួនសរសេរអក្សរផ្ចង់បានល្អណាស់បាននាំគាត់ទៅជួបលោកហ្វូជីងឈួន ម៉េចអ្នកជំនាញសរសេរអក្សរផ្ចង់កម្ពុជារបស់ប្រទេសលោកតាហ្វូជីងឈួនមែនទេ មែនគាត់ជាមិត្តរបស់ខ្ញុំហើយវឿនយ៉ាននឹងអ្នកខ្លះទៀតកាន់តែភ្ញាក់ផ្អើល លោកលេខតាលោកស្គាល់លោកតាដោយរបៀបណា ស្គាល់គ្នានៅក្នុងពិព័រណ៍សរសេរអក្សរផ្ចង់វាជាមិត្តភាពឆ្លងអាយុខ្ញុំមានទឹកមុខធម្មតាហាក់ដូចជារឿងនេះមិនមែនជារឿងធំទេពេលនេះគ្រួសារសឿនទើបដឹងហេតុអ្វីខ្ញុំអាចទទួលយកការពិតដែលជាកូនស្រីคล้ายៗបានយ៉ាងស្រួលពាក់កាបូបតូចមួយបោះបង់ជីវិតដ៏ប្រណិតរបស់គ្រួសារជាងយ៉ាងរហ័សត្រឡប់មកផ្ទះក្រីក្រនេះវិញនៅតែមិនខ្វល់នឹងការសរសើរឬការរិះគន់នោះដោយសារតែទំនុកចិត្តរបស់ខ្ញុំមិនដែលពឹងផ្អែកលើឥទ្ធិពលគ្រួសារជាងទេវាកើតចេញពីសមត្ថភាពផ្ទាល់របស់ខ្ញុំបណ្ដាញទំនាក់ទំនងរបស់ខ្ញុំធំទូលាយប៉ុណ្ណាគឺជាអ្វីដែលពួកគេពិបាកនឹកស្មានដល់នៅសល់ពេល3ថ្ងៃទៀតនឹងបើកសាលាសឿនហ្វូដែលទទួលបានការងារផ្លូវឆ្ងាយមិនអាចមកផ្ទះញ៉ាំបាយល្ងាចបានទេម្ដាយសឿនបានទុកអាហារមួយចំណែកដាច់ដោយឡែកសម្រាប់គាត់រួចហៅកូន3នាក់ផ្សេងទៀតមកញ៉ាំបាយខ្ញុំធ្លាប់បានញ៉ាំត្រីជូរចត់ទីបំផុតមានឱកាសបានភ្លក់ម្ដងរសជាតិជូរហើយឈ្ងុយឆ្ងាញ់ធ្វើឲ្យឃ្លានកាន់តែខ្លាំងនេះប្រហែលជាអាហារឆ្ងាញ់បំផុតក្នុងរយៈពេល17ឆ្នាំដែលខ្ញុំធ្លាប់ញ៉ាំទើបដែលខ្ញុំចូលចិត្តព្រះមេដាមានស្នាមញឹមរីករាយរូបផ្កាយលីបើចូលចិត្តចូលញ៉ាំឲ្យច្រើនទៅចិត្តបើកសាលាហើយរូបផ្កាយលីឯងនៅតែនៅស្រុកសេងលីនទេ រូបកាយលីស្ថានភាពសេដ្ឋកិច្ចគ្រួសារយើងមិនសូវល្អទេដែលឲ្យឯងត្រឡប់មករងទុក្ខវេទនាគឺជារឿងដែលយើងខុសនឹងឯងណាស់ឆ្នាំនេះឯងឡើងថ្នាក់ទី12ហើយម៉ាក់បានពិភាក្សាជាមួយប៉ាឯងរួចហើយថានឹងលក់ឡានយកលុយមកបង់ថ្លៃសិក្សាសម្រាប់ឈ្មោះនេះជាមុនសិនចំណែកឈ្មោះក្រោយយើងនឹងរកវិធីផ្សេងទៀតម៉ាក់កុំនិយាយថាខុសនឹងខ្ញុំញឹកញាប់ពេករបស់ដែលខ្ញុំចង់បានខ្ញុំនឹងព្យាយាមរកដោយខ្លួនឯងពីព្រោះនេះជាផលប្រយោជន៍របស់ខ្ញុំដើមឡើយមិនគួរឲ្យម៉ាក់ចំណាយនោះទេបញ្ហាថ្លៃសិក្សាសូមកុំបារម្ភខ្ញុំអាចដោះស្រាយបានភ្នែករបស់សេងមូភ្លាមក្រហមទឹកភ្នែកថ្លាកំពុងវិលក្នុងនោះគាត់ស្រមុកមើលមកខ្ញុំដោយបែបកូនដឹងគុណថ្ងៃឈប់សម្រាកបានកន្លងផុតទៅយ៉ាងរហ័សដល់ថ្ងៃបើកសាលារៀនថ្នាក់មធ្យមនិងបឋមសឿនហ្វូនោមសឿនយូជួនទៅសាលាបឋមសាលាមធ្យមសេងមីងដែលខ្ញុំរៀនជាសាលាឯកជនសម្រាប់អ្នកមានហើយនៅជិតសាលាសឿនហៅមីនរៀនចម្ងាយមិនដល់1គីឡូម៉ែត្រទេយើងទាំងពីរអ្នកចេញទៅជាមួយគ្នាខណៈដែលខ្ញុំកំពុងពិចារណាថាតើត្រូវជិះតាក់ស៊ីទៅឬអត់សឿនហៅមីង2ក្នុងបន្ទប់តូចក្រោមអគារលំនៅរុញចេញមកនៅកង់ភ្នំថ្មីមួយកៅអីខាងក្រោយត្រូវបានកែបន្ថែមមើលទៅដឹងថាបន្ទះទុនខាងក្រោយត្រូវបានគ្រប់ថ្មីលើវាគ្មានធូលីតតែសោះជិះកង់ទៅមែនទេសឿនហៅមីងឡើងលើកង់ញឹមដោយកក់ក្ដៅមកខ្ញុំក៏មានភាពតានតឹងបន្តិចដែលលាក់មិនបានខ្លាចខ្ញុំមិនពេញចិត្តឡានក្រុងនឹងធំណាស់ជំនាញជិះកង់ខ្ញុំក៏មិនអាក្រក់ទេអញ្ចឹងពិបាកបងហើយកង់ជិះកាត់ក្រោមលុបឈើខ្យល់ដែលបក់មកប៉ះថ្ពាល់ក៏ស្រួលដែរទ្វារសាលាសេងលីនពណ៌មាសលេចឡើងក្នុងភ្នែក
នៅមុខទ្វារមានឡានប្រណិត728គ្រឿងឈប់សេនហៅមីងសាបានឈប់កង់ខ្ញុំលោតចុះមកស្រាលក៏ត្រូវគេអប់ពេញដៃស៊ីនលីខ្ញុំត្រូវគេអប់ដោយភាពកក់ក្ដៅការបុកប៉ះនេះធ្វើឲ្យខ្លួនខ្ញុំញ័របន្តិចគេអប់ខ្ញុំយ៉ាងណែនប៉ុន្តែក្រសែភ្នែកគេធ្លាក់លើបរិសសង្ហានៅក្បែរខ្ញុំវល់ស៊ីនលីឯងពូកែមែនសេឲ្យសំរុំបន្តិចនេះជាបងរបស់ខ្ញុំបងឯងទេចៅយុនភ្ញាក់ផ្អើលមួយសន្ទុះទើបដឹងខ្លួនគឺជាកូនប្រុសច្បងរបស់គ្រួសារសេនគាត់ក៏ប្រញាប់ឈរឲ្យត្រង់ស្អាតស្អំមិនដូចធម្មតាសួស្ដីបងខ្ញុំជាមិត្តរួមថ្នាក់របស់ស៊ីនលីឈ្មោះចៅយ៉ានគឺជាអង្គរៈផ្ទាល់ខ្លួនរបស់ស៊ីនលីផងដែរអីយ៉ាម៉ោងណាទៅដែលឯងមានឋានៈជាអង្គរៈម្ដងទៀតចៅយ៉ានផ្អៀងមកទៅជាខ្ញុំបញ្ជារបស់លោកគូខ្លាចឯងអត្តសញ្ញាណរបស់ជីឈៀនត្រូវគេជីជន់និយាយចប់គាត់ក៏ឈរត្រង់ទៀងខ្លួនហើយចាប់ស្មាខ្ញុំសើចញឹមមើលបងសេនហៅមីងអេវ៉ាន់នៅសាលាហើយឯងស្រួលចិត្តទៅខ្ញុំជាអ្នកមានខ្សែក្រវ៉ាត់ខ្មៅតេខ្វាន់ដូគ្មានអ្នកណាហ៊ានជីជន់គាត់ទេល្អណាស់អរគុណដែលថែរក្សាអីវ៉ាន់ឲ្យចាំងឈៀវយន់នឹងឆ្លុះវង្វេងទៀតខ្ញុំក៏ប្រញាប់គ្រូវិដ័យបងឯងទៅសាលាវិញទៅកុំទៅយឺតទៅមើលសេនហៅមីងជិះកង់ចេញទៅដោយរូបរាងឆើតឆាយចៅយ៉ាននៅតែឆ្លុះវង្វេងខ្ញុំដើរលឿនមួយជំហានទៅថ្នាក់រៀនចៅយ៉ានប្រញាប់តាមមកពួកយើងទៅតែចូលទៅបន្ទប់រៀនដែលធ្លាប់មានញឹកស្រាប់តែស្ងាត់ឈឹងម្នាក់សម្លឹងមកខ្ញុំដោយទឹកមុខស្ងាត់កន្លះវិនាទីក៏ស្រាប់តែកញ្ជ្រៀវឡើងវិញកញ្ញាជាត្រឡប់មកវិញហើយគិតថាអូនឈប់រៀនហើយដំណឹងក្រៅផ្លូវថាកូនស្រីពិតប្រាកដនឹងផ្លាស់មករៀនថ្នាក់យើងខ្ញុំត្រូវមើលផងមនុស្សបែបណាអាចដេញនាងធំយើងចេញបានក្នុងចិត្តអូនក៏ពូកែណាស់ដែរខ្ញុំហៅថាពេលអូនទៅគ្រាន់តែយកកាបូបមួយសំបីតែសម្លៀកបំពាក់ក៏មិនបានដាក់ដែរលេងសាច់ហើយអូនគិតថានាងធំចង់បានសម្រាមរបស់គ្រួសារជាងនោះទេបងលីពីនេះទៅក៏នៅតែសុំឲ្យបងមើលថែចៅលោផងខ្ញុំក៏ធ្វើពុតជាគ្រូវិដ័យតាមនិយាយលេងស៊ីហេងដែលអង្គុយឥតខ្នះខ្នែងឃើញខ្ញុំភ្លាមក៏រំកិលកៅអីដែលអង្គុយចូលមកចិត្តអ្នកគ្រប់គ្រងថ្ងៃនេះមានកិច្ចប្រជុំអតិថិសិស្សអូនទៅចូលរួមផងខ្ញុំយកកាបូបដាក់ចូលក្នុងថតមួយយ៉ាងលឿនខ្ញុំមិនមែនជាអតិថិនិស្សិតទេមកចូលរួមអ្វីជើសុំជីងបានត្រឡប់មកវិញហើយនោះក៏គួរតែគាត់មករកខ្ញុំមនុស្សមួយក្រុមកំពុងជេរគ្នាខ្លាំងសូម្បីតែគ្រូប្រចាំថ្នាក់ចូលមកក៏មិនដឹងជេរគ្នាអីឲ្យអស់អារម្មណ៍អីចឹងមនុស្សដែលរញ៉េញ៉ៃជាងគេនៅជាន់នេះគឺពួកឯងឈប់សម្រាកហើយចិត្តក៏ហើរទៅឆ្ងាយហើយមែនទេថ្នាក់ទី12ហើយសូមឲ្យពិន្ទុខ្ញុំបន្តិចទៀតផ្ដោតអារម្មណ៍ហើយជ្រើសរើសឲ្យបានត្រឹមត្រូវខំប្រឹងដើម្បីទទួលបានលទ្ធផលល្អក្នុងការវាយតម្លៃបញ្ចប់ការសិក្សាដឹងទេដឹងហើយចុះសូមណែនាំមិត្តរួមថ្នាក់ថ្មីម្នាក់ជាងស៊ីនយ៉ានដើរចូលមកដោយពាក់ស្បែកជើងស្បែកថ្មីដែលមានកំណត់ចំនួនរឿងក្នុងចិត្តនិងរឿងគ្រួសារអ្នកទាំងអស់គ្នាគួរតែបានដឹងហើយនេះគឺជាមិត្តរួមថ្នាក់ជាងស៊ីនយ៉ានសូមឲ្យអ្នកទាំងអស់គ្នាស្គាល់គ្នាការណែនាំដ៏សាមញ្ញបែបនេះធ្វើឲ្យជាងស៊ីនយ៉ានមិនពេញចិត្តគាត់លើកដៃបន្តិចនាឡិកាភេរិកហ្វីលឹបផ្កាយនៅលើកដៃឆ្លុះបញ្ចាំងពន្លឺតូចសួស្ដីអ្នកទាំងអស់គ្នាខ្ញុំជាកូនស្រីពិតប្រាកដរបស់គ្រួសារជាងឈ្មោះជាងឆេនៀនមនុស្សនៅខាងក្រោមគ្មានប្រតិកម្មទេគ្រូប្រចាំថ្នាក់ក៏រំខានការប្រព្រឹត្តបង្ហាញខ្លួនរបស់គាត់សិស្សជាងអ្នកអង្គុយកៅអីទេនៅជួរចុងក្រោយមិនបានទទួលការកោតសរសើរនិងការសរសើរដោយការស្រមៃទេជាងឆេនៀនខំធ្មេញខាងក្រោយដោយលាក់កំបាំងមិនអាចចុះពីឆាកដើរត្រង់មកទៅខ្ញុំកៅអីនេះមានពន្លឺល្អសូមឲ្យកន្លែងខ្ញុំផ្អែកលើក្នុងកៅអីពេលងើយក្បាលជ្រុងមាត់មានស្នាមញឹមស្រាលសិស្សជាងអ្នកគួរតែមើលសៀវភៅណែនាំសិស្សជាមុនធ្វើតាមលេខសិស្សច្បាប់សាលាមុខយ៉ាងឆេនៀនរឹងខ្ញុំភ្នែកខ្លីខ្ញុំទ្រាំមិនបានកសើចប៉ុន្តែមិនបាននិយាយអ្វីឡើយនឹងរៀបចំតាមលេខសិស្សតាមបទបញ្ជារបស់សាលាបើភ្នែកអ្នកខ្សោយទៅបន្ទប់ពេទ្យសាលាយកវិញ្ញាបន្ទាត់ខ្ញុំនឹងផ្លាស់ទីឲ្យអ្នកកិច្ចការសម្រាប់រៀនទាំងអស់ត្រូវបានដាក់តាមពេលអត្ថបទសេដ្ឋកិច្ចត្រូវបានពិនិត្យរកការចម្លងរួចរាល់ហើយក៏បានកែតម្រូវរួចរាល់លើកនេះចំណាត់ថ្នាក់លេខ1នៃថ្នាក់នៅតែជាសិនលីសាលានឹងផ្ដល់អត្ថបទរបស់សិនលីទៅកាន់ទស្សនាវដ្តីសេដ្ឋកិច្ចកិច្ចការមេរៀនសិល្បៈកំពុងត្រូវបានត្រួតពិនិត្យដោយគណៈពិន្ទុនៅតែជា3អ្នកខាងមុខនិងទទួលបានសិទ្ធិក្នុងការបរិច្ចាគសប្បុរសមេរៀនជីសេះនិងមេរៀនវីកូនគោនឹងធ្វើការប្រឡងបង្រួមនៅរសៀលថ្ងៃនេះអ្នកមិនជាប់ត្រូវខិតខំហាត់សាសបន្ថែមសប្តាហ៍ក្រោយនឹងមានការប្រឡងសារជាថ្មីសិស្សក្នុងថ្នាក់ស្រែកធ្មួយយ៉ាងខ្លាំងគ្រូប្រចាំថ្នាក់វាយទៅឲ្យស្ងាត់កុំស្រែកគ្នាទៀតយកឯកសារនិក្ខេបបទរបស់ខ្លួនទៅមើលវិញតាក់ស្នាមម្ដងទៀតក្នុងសប្តាហ៍នេះទាំងអស់គ្នាត្រូវប្រយ័ត្នកុំមានចិត្តសង្ឃឹមថានឹងរួចខ្លួនបន្ទាប់មកអ្នកតំណាងថ្នាក់នឹងចែកឯកសារនិក្ខេបបទដែលបោះពុម្ពរហូតដល់កណ្ដឹងចប់ម៉ោងសិក្សាបន្លឺឡើងអ្នកទាំងអស់គ្នាចាប់ផ្ដើមប្រមូលផ្ដុំគ្នាជាក្រុមតូចម្ដងទៀតលីជុនស៊ីអង្គុយលើតូនៅពីក្រោយខ្ញុំអន់ខ្លួនហើយហុចឯកសារក្រដាសនៅក្នុងដៃមកឲ្យខ្ញុំ
បងស្រីលីសូមមើលផែនការអាជីវកម្មដែលទើបនឹងចេញថ្មីបន្តិច អូគេថាគម្រោងនេះមិនអាចធ្វើបានទេអ្នកកែផែនការអាជីវកម្មបាន3ដងហើយនៅតែមិនអស់ចិត្តទៀតប៉ុន្តែនៅតែបើកឯកសារមើលដោយប្រហាក់ប្រហែលមិត្តភ័ក្តិដែលលេងជាមួយគ្នាជាប្រចាំក៏មកឈរជុំវិញខ្ញុំហើយនិយាយគ្នាជាងជួងចាប់ហែមសម្ពុតរបស់ស៊ីនយ៉ានឲ្យដឹងគាត់ព្យាយាមទប់កំហឹងដែលកំពុងពុះកញ្ជ្រោលនៅក្នុងចិត្តក្រោកឈរឡើងមកឈរនៅមុខទៅខ្ញុំសមិទ្ធសឿននិយាយថាអ្នកជាចំណាត់ថ្នាក់លេខ1នៃថ្នាក់ខ្ញុំមិនដែលប៉ះពាល់ផ្នែកសេដ្ឋកិច្ចទេតើអ្នកអាចខ្ចីសៀវភៅកត់ត្រាឆ្នាំមុនរបស់អ្នកឲ្យខ្ញុំបានទេនៅក្នុងថ្នាក់រៀនស្រាប់តែស្ងាត់អស់រយៈពេល2-3វិនាទីខ្ញុំងើបមើលភ្នែកស្ងប់ស្ងាត់ឆ្លុះបញ្ចាំងលើកម្រាលព្រំក្រហមជ្រៅខ្ញុំគ្មានកំណត់ត្រាទេអ្នកអាចខ្ចីកំណត់ត្រារបស់ឈៀវយ៉ានបានឈៀវយ៉ានក៏ហុចសៀវភៅកត់ត្រារបស់គាត់មកឲ្យទាន់ពេលមិនបាច់អរគុណទេជាងស៊ីនយ៉ានខំថ្មិញហាក់ដូចជាត្រូវគេប្រមាថបើអ្នកមិនចង់ខ្ចីទេចាំអីរកលេសអីមនុស្សคล้ายៗម្នាក់ទៀតធ្វើពុតជាចិត្តល្អហើយឯងរករឿងក៏រករឿងទៅនៅតែរកលេសចង់ខ្ចីកំណត់ត្រាធ្វើរឿងធំបែបនេះចាំបាច់អីជាងស៊ីនយ៉ានមិននឹកស្មានថាខ្ញុំនឹងហែកមុខគ្នានៅចំពោះមុខគាត់ក៏ស្រាយចំណងលែងធ្វើពុតទៀតបញ្ជាដោយមើលងាយទៅទិញទឹក1 ដបឲ្យខ្ញុំគាត់ចេតនាគ្រវីនាឡិកាម៉ាកល្បីនៅលើកដៃខ្ញុំមិនសាំនឹងម៉ាកផ្សេងទៀតទេខ្យល់ស្រាប់តែស្ងាត់អស់2-3វិនាទីឈៀវយ៉ានជាអ្នកដំបងដែលសើចចេញមកហាអញថាខឹងតែងគឹងที่สันแต่งยังได้โชว์อังแท้ไม่ใจบังเซลอนทิ้งใส่ในเบ็ดเทวมเจียงทุ่งเย็นอังเทชไตม์ทมังนังเบงกอร์ดกันทมออังทั้งกุนฝดในโบแวงลสิทกระไรงคอนนักขังไมล์โฮมึงข้าวไอไหนนักขังสันอังแน่อังไมไมล์กใบทันไม่บทีเกมเดชันเทฟองใส่เบ็ดไมเวงที่ลิ้วไหลอังชิงควอลมันหันนับขังทนันนำสันเกนเทิร์ดอุนไทเฟสันลองคือบันไวเทโลวิเทKinh bao jai đừng vết xe bồn dây phật muôn kỳ châu mình. Chinh mạnh dây cho cabin thân. Thiệu chỉ thực hành hình. Ha, vai anh biết mai tăng nực sủi. Ta cá bị nam môn trở ban liệt trở đáng tha miên chiết đầy ngôn lơ cầm nọt tệ. Mục rổ bó chiêng xin gian cờ hông xoay phliềm. Nhông hạ đôi chi srap tay nực khơi nhà vầy mùi. Ban sầm lưng mơ nia lịch ca nơ lược đai rổ bó cọt. Nhâm hai nì dây tha trơ hài. Nia lịch ca nơ đai nẹ cứ chi một hú rổ đời nam môn. Cả bốc miên snam chốt nơ pnai kháng chvệnh. Cru sa chiêng mình khoa lôi tệ. ពីនេះទៅទិញរបស់ត្រូវទៅហាងផ្លូវការកុំឲ្យគេបោកការប្រមាថយ៉ាងចំធ្វើឲ្យជាងស៊ីនយ៉ានមិនអាចទ្រាំទៀតទេគាត់ខឹងយ៉ាងខ្លាំងក៏ចាប់យកឯកសារនៅលើតុខ្ញុំហើយក្រដាសនិខេបបត់ជាបំណែកសេនស៊ីនលីអ្នកក្រដែលខ្សែធនហើយនៅតែចង់ងើបឡើងវិញបន្ទាប់ពីជេរខ្ញុំរួចក៏បែរមើលទឹកភ្នែកពួកអ្នកនៅក្បែរខ្ញុំនិងពួកល្ងងទាំងនេះខ្ញុំណែនាំឲ្យអ្នកឆាប់ដឹងពីស្ថានភាពខ្ញុំជាកូនស្រីតែមួយគត់របស់គ្រួសារជាងការប្រឆាំងនឹងខ្ញុំគឺស្មើនឹងការប្រឆាំងនឹងគ្រួសារជាងប្រយ័ត្នខ្ញុំនឹងធ្វើឲ្យអ្នកទាំងអស់គ្នាខ្សែដួលរលំទឹកមុខរបស់មនុស្សទាំងអស់គឺអព្យាក្រឹតមិនឃើញមានកំហឹងមិនឃើញមានក្រោធសូម្បីតែខ្ជិលនិយាយជាមួយជាងឆេនៀនតែទឹកមុខរបស់ខ្ញុំងឹតបន្តិចដោយមិនអាចមើលឃើញបន្ទាប់មកប្រឆាំងនឹងក្រដាសប្រេះបែកពេញដីបង្កើតកាកសំណល់ចាំសម្អាតឲ្យស្អាតដូចជាកណ្ដាប់ដៃប៉ះនឹងសម្លៃអារម្មណ៍នេះធ្វើឲ្យជាងឆេនៀនមានអារម្មណ៍ខកចិត្តយ៉ាងខ្លាំងក្រោមកំហឹងដ៏ខ្លាំងគាត់លើកដៃចង់ទះមុខខ្ញុំស្រីអាក្រក់ពាក្យពេចន៍ផ្អែមល្ហែមភ្នែករហ័សដែលលឿនចាប់ក្តីរបស់ជាងឆេនៀនយ៉ាងណែនខ្ញុំនៅតែអង្គុយនៅទីនោះដោយស្រួលសប្បាយនៅលើមុខមានស្នាមញឹមស្ងប់ស្ងាត់ស្នាមញឹមស្រាលដែលធ្វើឲ្យអ្នកអតីមានអារម្មណ៍ដូចជាខ្យល់នីតិក្រដៅសម្រែកខឹងមួយពីមាត់ទ្វារកំពុងធ្វើអ្វីមនុស្សទាំងអស់ងាកមើលក៏ឃើញគ្រូប្រចាំថ្នាក់ប្រញាប់ចូលមកគ្រូប្រចាំថ្នាក់ក្រឡេកមើលបំណែកនៅលើដីក្រឡេកមើលដៃដែលចុចកំពុងកាន់ដៃលើកឡើងលើអាកាសជាវយ៉ាន់លែងដៃជាវយ៉ាន់គ្រវីដៃចោលជាងស៊ីនយ៉ានគ្រូប្រចាំថ្នាក់ភ្នែកក្រហមដោយកំហឹងសម្លឹងមើលជាងស៊ីនយ៉ានខ្ញុំមិនខ្វល់ថាអ្នកជាអ្វីទេនៅសាលាសេងលីងអ្នកគ្រាន់តែជាសិស្សផ្ដោតអារម្មណ៍របស់អ្នកទៅលើការសិក្សាថ្នាក់របស់យើងតែងតែជាលេខ1ថ្នាក់ឆ្នាំខ្ញុំមិនអនុញ្ញាតឲ្យមានអ្នកធ្វើឲ្យថយក្រោយទេត្រូវគេជេរមួយបាច់ជាងស៊ីនយ៉ានសម្លឹងមើលគ្រូដោយកំហឹងរត់ចេញពីទ្វារទៅអាក្រក់ណាស់អ្នករាល់គ្នាជួយស៊ិនស៊ីងលីឆ្កេងញីតូចនោះចាំមើលនៅទីនេះគ្មានគ្រួសារណាស្មើគ្រួសារជាងទេមិនយូរមិនឆាប់ខ្ញុំនឹងធ្វើឲ្យអ្នកទាំងអស់រលីងថ្នាក់រៀនជីសេះពេរ៉ូសៀលនិងការប្រឡងបើកឆ្នាំនៃថ្នាក់វីកូនគោលគឺធ្វើឡើងជាឯកភាពទូទាំងសាលាថ្នាក់ទី12ពិនិត្យចំនួនសេះជាមុនសិស្ស5ថ្នាក់ស្លៀកពាក់ឯកសណ្ឋានចម្លែកប្រមូលផ្ដុំគ្នាខ្ញុំឈរក្បែរសេះកំពុងសិតរោមក្បាលសេះអារ៉ាប់ខ្មៅសុទ្ធឈៀវយ៉ាន់ដល់មកតែភ្នែកនាងសម្លឹងទៅមិនឆ្ងាយទៅកន្លែងដែលជាងស៊ីនយ៉ាន់កំពុងជ្រើសរើសសេះអ្នកទីមើលគាត់នឹងជ្រើសមួយណាចាំតែមិនមែនសេះផ្លេកទេពាក្យនៅមិនទាន់ចប់សំឡេងជាងស៊ីនយ៉ាន់ក៏បានលើមកខ្ញុំចង់បានសេះខ្មៅនេះ
គ្រូបង្វឹកជីសេះមុខប្រែជាពណ៌ខៀវ ជាងស៊ីនយ៉ានសេះភ្លេចមានចិត្តស្រឡាញ់ខ្លួនឯងអ្នកចាប់ផ្ដើមដំបូងអ្វី ជាងស៊ីនយ៉ានសម្លឹងមើលសេះខ្មៅនៅពីមុខដោយមោទនភាពខ្ញុំគ្រាន់តែចង់សាកល្បងប្រហែលជាខ្ញុំអាចគ្រប់គ្រងវាបានគ្រូបង្វឹកនៅតែចង់រារាំងที่บ้องเป็นชัยกะคองไรบิสเทคันไลท์หนึ่งแดงในสังคิดไตที่ไลกันอนเบริชัยเมนูที่เกฟองสิเนสเนมัตซีจะจิเจียงชิมเงินไหนเจียงชิมเงินคือมันเซไลท์หนึ่งไฟสันตนีเจียงชิมเงินควยปัดไลทรองจีไลเกนไอไม่เอชเอาไม่ซีเกโมทรัตแบงที่นั้นใส่ให้เกย์แบงใส่นัดมาเทงคือเวมันใส่ไตที่เลยไวม์บิสิวลมสิชไม่ทรองมาเจียงชิมเงินวลมมาเทียเซสสิท่าไวแวงบิสวันบลูนแกคันไลท์หนึ่งเนียนวังให้ชินทรักลันเจียงชิมเงินเช็คพินเจวังแบดคองเงาคองเป็นทำซีตำหายไม่ซึกลังแคกเทดังยีซีวันคองควงแวงลันมาทรังลันคังนิสแต่มันอยู่บนมันก็เตะบ้านบังกราบเอาเตยจีขมิ้นประสิทธิภาพเพื่อเอาเบดงนังมุกลางกระหอมกดเงือบมุกมือหมกขยมขนมเพลกมีนเพลกบรรโตในการสกจับหนัวแต่ชับกบโดเตยจีตึกมุกได้บ่มเพลการมเปิงตกเนะกรุบกรองตาเนะจิตนาเอาแซกระวัดขยมแมนเตขยมเหมือนบ้านชลายเตกรอนแต่ดาวเตอร์ให้ทาบรมระบบเซชมูเพลกบรรโตถนอมเซก็บันเตียบกบ้าได้สโลดบทเพลียมการเปรียบเทียบนิชบาเปกมุกระบบเจียงสิญญาณปลายจีกระหอมมวยสันตุสเลกมวยสันตุกดกรอกชออย่างเลือนเนะแต่งออกเนียการขยมปลุกขยมจีเนะทำไมกดใบเตอร์รกเซได้เมื่อจุงเวงทาเคยเตนี่ให้จีระเบียบระบบเนียงนิริทมมันตรำแต่ดันดามยกชีวิตขยมออกเจียงดับชนามไอเลนี้เนื้อแต่เปิงไปเลือสมัตเพียบจีเซระบบคลูนดำใบกาขยมแมนเตแต่ขยมบ้านรุมหลักเนะหายคือเนะทาจ้องสาละบองปนใต้เนเปนี่เนแต่เมียนสไลปีขณะเซงจีจราเนะบังหางตึกมุกอนัดอาโซร้องซวยในขณะตีปีเจงหมกตัวเนะนาขนงจัดกลมเทอหูไฮเปกยียันเติบแต่หมกดอชบ้านาทาเนะมันบ้านปุญโยกอชบ้าลอเตขยมมันจองควอเตลางจีเซเจียงแต่งปีปะปอดาเลื่อนโดยเพลกตาเตอกันแรงทำตูลีซูสเดย์ลองซวยชนะมุนเนะเนแต่อังวอซินลีช่วยครูซาเนะจบตุ่มเนะตุ่มนงเอเลทเวจีเนะนอมซายุตทอสยองซวยตึกมุกเหียบหนึ่งตับวิ่งเจียงสิญญาณสลับแต่จูตึกแผนกเทวมุกยำกรอนแต่บ้านชกเตอจีกลมห่อระบขยมมันกูป้าระบสินลีเตชิวยานหรือให้ประหลาดแผนกเงี่ยล้างจีชีเฟงตามขยมหมกเป็นชกมัดแพะแดจ้องชลูจุ่มนูขยมก้าประลองหนึ่งจับดามส้มสันซอมกำลังบนติกก้าประลองเทววิโวตามถนัดจีตู้เติมเมียนเล็กละอบ่มพอดขยมล้างสำแดงมนดำใบบังหางกุมรูสรุปปรามมวยอุปสรรคเพลกบรรโตกรอมการกรุบกรองระบบขยมบานฉละเลเมกโดยเพลกบรรโตมวยดวงบานเทวรูดเพลียมบังการกำหนดตราสายสับปรามวินิตีจำนายเจียงสิญญาณจีเซจีเลิกดำบงตีนเจียงเซงอย่างคลั่งมันท่าเป็นจีอย่างน่าก่อดอยเซเนอแต่มันปรมเรอและแต่พอคือโซนบรรทบติดคือการประลองวีโกนโกลโดยขยมหนึ่งเจ้ายานหนึ่งสีหาวมนุษย์ประเภทนี้ได้จัดตกวีโกนโกลจีละบ้านกำซานประจำทั้งไงก่อบ้านประลองจบดอยละออัดจอเจียงสิญญาณเว้งกูไอออสมนายเป้บังเวอร์สงูเทลิมก่อฮอเจงจีท่อมาดาจบเลื่อนจิงขนับเซงเตียดเยื่อก็มันเนตีเลียนยูเตียดเตะประโดสมเลียบบ่มเปะรุ่ยก็ตรลอบเตอขณะเรียนเวงบรรทบปีตรลอบเตอขณะเรียนเจียงสิญญาณพลักประโดอากอบกิริยาต้นซอยเนเลตีเลียนสนามยำตรเจาะในจงหมดดาวมกตัวระบบขยมเนียงสลับแต่เลิกได้กรวีเป็นตึกระบบขยมเทะใดเป็นกลมดาวดอชาชายเทะป่าใดบรรลือสำเลงทงนภายในเป็นก็เป็นปองโจมวยกันแหลงโอ้ขยมมันแมนเจ็ดหนาเตเป็นเมื่อเตอใครน่ะขยมเมื่อเป็นเนเลใดนู้คือโกยันเชนอาจแก้สำรู้ใส่ตอนหาเพียบได้สไฟประวัติมาไพ่ปรำใบปอนใส่ประหรือเตฮ่าเป็นโคดมวยมาไปปรำใบโซนไอ้จ้องบอกเนี่ยนาไอ้ชกูดลอยหายหรือเนี่ยปิดจีกทาครูนไอ้จีโกนสไลทอมแมนจินยันจีโกนสไลปิดประกอบระบบครูซาเจียงเนี่ยคลายเทอจีเนี่ยกปงกปูเอขยมมันควอปีเกเตออมครูนเรือเปงกรอนแต่ตีนขนมตรองกันไลน์ได้เยียขนมขณะเรียนสงัดเชิงมนุษย์แต่งอ้อมีนอารมณ์ท่ามีนสมเปียบได้เมื่อมันเคยร้องซวยแคมนเนี่ยบานสมขยมบานจุยจบตุ่มเนี่ยตุ่มนงจีมวยอปุกเนี่ยกุมโรคระบบเชงซีขยมจำทาเกิดสัญญาเหมือนตอนเจ้าหัดเลยขาเตร้องซวยต่อสลดหนังกาสำลังเมื่อระบบขยมชับก็รงงบอารมณ์เว้งเนี่ยกรอนแต่จีระบบคลายไอเลนี้ก็เตะบานครูซาเจียงเด้งเจงปีเตะเตอหายในตีนี้เทอจีโกนสไลทอมไอเตียดขยมมันหนีเยจรานเตกรอนแต่ดอกตุรศัพท์เจงหมกเมื่อบัญชีตุ่มเนี่ยตุ่มนงไว้แฉกพญาซาปีเตอการเนี่ยตัวคอเตะกุมรงตีกรงขังเหล็กชิวยานบ้านกระเหล็กเมื่อโชเนอร์ปีกรอยเจียงสิญญาณให้อ่อนกบาจ่อทรันทนายชิงในคโนข้ามาเองไงหอกทรันทนายอิมกลอมกไวท
Trent Nai Sang Sinai, Chim Kan Chin Sai Mew, Connell Ning Touch Te, Trong Lay Nai, Jingle Man Lum Nam Kai Jiang Tum Gen Rai, Connell Thum Thai Chair, Ninga Lai Te, Sing Kang Man Nai Thum Maka Vang, I Ching Lover, Anglam Thanking Ho Kang Quine King, Sigum Hung Hoing, Thad Lai, Gói khá vang vô thiên gend mkep. King Trong Op Hekin and Nigging Gimmet Gay, Mine Jainan Pham Vang, The Time Tang Nin Vai Might Si Vang Pangang, Ching Trade Si Vanging Ka, Anh Tam Tay Tay, Tam Khang Tiết Can Pro Op Num Cake Do Vị Chật, Mục Bánh Tờ Đôi Cùng Hăng Đai Mình Lẹ Bằng, Chơi Trung Chín Đa Châu Một Dạng Thùng, Spy Chương Quay Mà Tin Bộ Khmai Chuan Lơ Cùng Rà Ảt, Bánh Chánh Xâm Lên Rờ, Cro Lake Mơ Đôi Chỉ Đào, Tổng Bông Mơ Mùi Ple Tờ Can Rung Sve O Nâng Chen Si Rùi, Knong Pnեք Miên Cas Op Khpơm Đôi Chỉ Mơ Rổ Bó Khvọ, Bần Tọp Mộc Quát Đạ Pro Op Num Cake Lơ Tờ Rổ Bó Khnyom, ត្រឡប់ទៅរៀបចំថ្មីវិញទៅដោយសារតែខួរក្បាលទេរបស់អ្នកចូលចិត្តធ្វើឆ្កែម្លេះហេតុអ្វីមិនទៅយាមទ្វារសាលាជំនាញសំស្របហើយនៅទទួលប្រាក់ខែផង Cá Sầm Lâng Rổ Bó Quát Bài Tờ Can Trang Xin Yàn, Tức Mục Can Tes Op Khpơm, ភាពក្រៀមក្រោះនៅលើមុខថែមទាំងមុខមើលទៅដូចជាទ្របខ្ចាត់ខ្ចាយបើភ្នែកខ្វាក់ទៅមន្ទីរពេទ្យព្យាបាលទៅគុំនិយាយពាក្យស្អុយនៅទីនេះប៉ះពាល់អារម្មណ៍កញ្ញា Trang Xin Yàn ត្រូវបានការជេរប្រមាថដ៏ភ្លាមនេះភ្ញាក់ផ្អើលបើកភ្នែកធំមុខប្រែក្រហមភ្លាមពាក្យស្ដីបន្ទោសដែលធ្លាប់ពីច្រើនតែការចំអកដ៏សុភាពនិងពោលពីបែបនេះជាលើកដំបូងដែលបានជួបប្រទះខ្ញុំបន្ទាបភ្នែកសើចស្ងាត់ស្រាយខ្សែបូលើប្រអប់នំយឺតយកនំពោតក្រហមមួយដុំខំស្រាវមួយដងរសជាតិល្អណាស់ពេលដែលជើឈុងចិនបែរមករកខ្ញុំទឹកមុខកំហឹងរលាយបាត់ភ្លាមបដូរទឹកមុខទៅជាទឹកមុខដ៏មុនស្នេហ៍ ច្បាស់ជាអញ្ចឹងប្រហែលជាង1,000 គីឡូម៉ែត្រយកមកឲ្យអ្នកគ្រប់គ្រាន់ហើយមែនទេ ហើយក៏លើកប្រអប់ឡើងជាមួយមិត្តភ័ក្តិនៅក្បែរចែករំលែកគ្នាជើឈុងចិនយករបស់ពិសេសពីក្រុងហៃស៊ឺមកឲ្យដោយចេតនាជើឈុងចិនបែរក្បាលមើលមនុស្សពីរបីនាក់ដោយកំហឹង ពាក្យនៅក្នុងមាត់គឺនិយាយមកខ្ញុំថាលោកគូចិត្តដល់ហើយខ្ញុំក៏ទៅជាមួយគាត់ទៅបន្ទប់នាយកសាលាផឹកតែនិយាយជាមួយនាយកសាលាឲ្យបានល្អអំពីភាពអស្ចារ្យនៅទីនេះ ជាងស៊ីនយ៉ានទើបតែដឹងខ្លួនពីការភ្ញាក់ផ្អើលខ្ជិលទេក៏ថាអញ្ចឹងទេមកដល់ពេលអ្នកនិយាយទេឈីអូយ៉ានកាន់ដៃសើចត្រជាក់អ្នកអើចនាដ៏ប៉ិនប្រសពជើជុំជីនិស្សិតពូកែចំនួនទី19សមាជិកស្នូនៃសមាគមអតីតនិស្សិតហឹមសមាគមអតីតនិស្សិតយ៉ាងច្រើនក៏គ្រាន់តែជានិស្សិតបញ្ចប់ការសិក្សាពីមុនមានអ្វីអស្ចារ្យហើយមុខរបស់រងសួរខ្លាយទៅជាស្លេកភ្លាមសាក់ខ្ញុំដឹងថាខុសហើយគាត់លូកដៃទៅចាប់ដៃអាវរបស់ជើជុំជីនតែជើជុំជីនថយក្រោយដោយស្អប់ខ្ពើម អ្នកណាជាសាក់របស់ឯងណែនាំឲ្យដាក់មេឃបំរុងនៅលើក្បាលឲ្យដឹងពីទីតាំងរបស់ខ្លួនជានិច្ច និយាយចប់គាត់ក៏ចេញពីបន្ទប់រៀនដោយមិនងាកក្រោយបន្ទាប់ពីចុះទៅក្រោមជួបនឹងគូព្យានឆេនដែលមកយ៉ាងលឿនបន្ទាប់ពីពន្យល់ស្ថានភាពដោយសង្ខេបអ្នកទាំងពីរងាកទៅទីដើរអគាររដ្ឋបាលដោយស្មោះសរអំណាចនាយកសាលាអាយុជាង50ឆ្នាំកំពុងអង្គុយផឹកតែយ៉ាងស្ងប់ស្ងាត់ពេលត្រូវបានរុញទ្វារដោយសំឡេងខ្លាំងគាត់ញាប់ញ័រទឹកតែធ្លីលើគំនូរអក្សរដែលទើបទទួលមក អ្នកទាំងពីរចូលមកគូសទ្វារបានទេ គាត់ប្រញាប់ដាក់ពេងតែចុះអាណិតជូតស្នាមទឹកចេញពីក្រដាសងើបមុខឃើញមុខដូចប្រេម៉ាពីរនាក់ត្រូវហើយចិត្តរបស់គាត់ផ្លាត់ភ្លាមភ្លេចគំនូរអក្សរអ្វីទាំងអស់ជើឈុងជីងអង្គុយចុះដោយមិនខ្លាចនៅលើទៅធ្វើការ ជើងវែងមួយគូសទ្វារធ្វើអីមានអ្វីដែលត្រូវគូសកូនស្រីខ្ញុំត្រូវគេបៀតបៀននៅសាលាអ្នកណាទៅខ្វល់នឹងការគូសទ្វារ មិនទាន់ឲ្យនាយកសាលាបើកមាត់ផ្អៀងខ្លួនលើសុំទ្វារគូយ៉ាន់ឆេនកំពុងលេងកូនសាឡានក្នុងដៃក៏និយាយឡើង នៅសាលារៀនហាមបង្កើតក្រុមតូចហាមអំពើហិង្សាក្នុងសាលាប៉ុន្តែមិត្តស្រីក្មេងរបស់ខ្ញុំត្រូវគេជិះជាន់ដល់ក្បាលបើសាលាមិនចាត់វិធានការទេខ្ញុំនឹងហៅគេមករស់ទ្វារនេះចេញ ញើសត្រជាក់នៅថ្ងាសនាយកសាលាក៏ហូរចុះមកគាត់ទះទៅហើយក្រោកឈរមានទឹកមុខនិយាយពាក្យផ្អែមមិននឹកស្មានថាមានស្ថានភាពអាក្រក់បែបនេះចាំមើលចុះខ្ញុំប្រកាសជាដាក់ទោសពួកដែលបង្កសិស្សដែលប្រព្រឹត្តអំពើហិង្សាក្នុងសាលាដើម្បីឲ្យអ្នករាល់គ្នាពេញចិត្តក្នុងពេលជាមួយគ្នានេះនៅក្នុងថ្នាក់រៀនជាងស៊ីនយ៉ាននៅតែញឿនឆ្ងល់មិនមែនគ្រាន់តែជានិស្សិតបញ្ចប់ការសិក្សាម្នាក់ទេមានអ្វីដែលគួរខ្លាចគាត់ងាកមើលរងសួនដែលកំពុងនៅស្ងៀមដូចសត្វរដូវស្លឹកឈើជ្រុះឯងរងចាំអ្វីអត់មានតម្លៃគាត់ស្រវាំងភ្នែកមើលចេនស៊ីរួយដែលកំពុងរួញខ្លួននៅក្បែរនោះទៅផ្សារទំនើបទិញទឹកដោះគោផ្លែស្ប៊ឺរីមួយប្រអប់ឲ្យខ្ញុំមកខ្ញុំចង់បានក្តៅហើយឥឡូវនេះចេនស៊ីរួយច្របាច់បូមាត់ស្លេករបស់នាងហើយបន្ទាបក្បាលរត់ចេញពីថ្នាក់រៀនយ៉ាងលឿនមិនទាន់ដល់ម៉ោងរៀនប្រព័ន្ធផ្សព្វផ្សាយសាលាបានប្រកាសអំពីជាងសិនយ៉ាននិងចេនស៊ីរួយសេចក្តីជូនដំណឹងពីការដាក់ទោសរបស់រងសវេអនិងអ្នកដទៃនឹងបានសង្កត់ធ្ងន់ម្ដងហើយម្ដងទៀតថាការបង្កើតក្រុមតូចក្នុងសាលាត្រូវហាមឃាត់ការដកចេញនិងសង្កត់សង្កិនមិត្តរួមថ្នាក់
នៅពេលដែលឮសេចក្តីប្រកាសពីការដាក់ទោសជាងស៊ីនយ៉ានស្រាប់តែដឹងខ្លួនថ្ងៃដំបូងចូលរៀនស្រាប់តែទទួលទោសខ្ញុំជាកូនស្រីគ្រួសារជាងគ្រាន់តែដោយសារខ្ញុំបានបំបែកកែវទឹករបស់សេនស៊ីងលីទើបត្រូវបានដាក់ទោសតើមនុស្សក្នុងសាលាខូចនេះគ្មានភ្នែកទាំងអស់ឬប៉ុន្តែគ្រប់គ្នាមិនយកចិត្តទុកដាក់គាត់សោះទុកឲ្យគាត់នៅតែម្នាក់ឯងខឹងសម្បានៅកន្លែងនោះ